tăng chấtរបស់យើងនៅក្នុងសមាសមាធិជាអធិចិត្តចិត្តដែលបានអប់រំល្អដែលមានសតិមានបញ្ញាដល់ទៅចិត្តរបស់យើងដោះផុតចាកអំពីកាមវិតកៈជាបាតវិតកៈហិង្សាវិតកៈដោះពីកាមវិតកៈមកនេកមៈវិតកៈនឹងឯងពេលណាដែលដោះចាកអំពីកាមវិតកៈមកនេកមៈវិតកៈនេះបានធ្វើឲ្យចិត្តរបស់យើងហ្នឹងមិនសូវជាប់ជំពាក់សូវជាប់ជំពាក់នៅគ្រឿងសៅមងផ្សេងផ្សេងដោយអំណាចកម្លាំងនៃនេកមៈនឹងឯងហើយដែលញ៉ាំងចិត្តរបស់យើងឲ្យស្ទុះកាន់ជាប់នៅក្នុងប្រមចរិយធម៌ណាមានទាំងសិលមានទាំងសមាធិរហូតបង្អោនទៅរកបញ្ញាថែមទៀតដោយអំណាចនៃនេកមៈវិតកៈចឹងរយៈពេល9ថ្ងៃនេះគឺមានការត្រេះរិះពិចារណាដើម្បីលះបង់ពីការជាប់ជំពាក់ក្នុងរូបក្នុងសម្លេងក្នុងរសក្នុងអត្តពៈលើកចិត្តផុតចាកអំពីកាមគុណនឹងឯងមកដាក់គ្នាបក្នុងសមាធិមានអានាបានសតិចិត្តរបស់យើងនឹងបានសម្លឹងកាន់យកនៅក្នុងអារម្មណ៍គឺដង្ហើមចូលចេញហ្នឹងបានខ្ជាប់ខ្ជួនហ្នឹងហើយបានខ្ជាប់ខ្ជួនអាស្រ័យទៅលើចិត្តនេះមានកល្យាណមិត្តជួយទំនុកបំរុងគឺសតិបញ្ញាបើអត់មានសតិមានបញ្ញាទេសេចក្តីព្យាយាមរបស់យើងហ្នឹងធូរថយអត់ទៅមុខបានទេប៉ុន្តែដល់មានសតិមានបញ្ញាចេះលួងលោមចិត្តរបស់យើងហ្នឹងក៏សុខចិត្តបានសុខចិត្តក្នុងការបង្អោនទៅប្រព្រឹត្តបប្រតិបត្តិទៅតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងបានខ្ជាប់ខ្ជួនបានយើងដោះបានច្រើនដោះបានច្រើនអាស្រ័យនៅក្នុងជីវិតនេកមៈវិតកៈគងចិត្តឡើងកាន់អារម្មណ៍ដើម្បីដោះចិត្តឲ្យផុតចាកអំពីកាមគុណនឹងឯងដែលជាចិត្តដែលជាប់នៅក្នុងវត្តៈនឹងឯងវត្តៈនឹងឯងហើយដែលជាទីលំនៅរបស់មាកិលេសមានឹងឯងមានរាគៈទោសៈមោហៈដើមអញ្ចឹងយើងដោះដៃដោះចិត្តរបស់យើងបានខ្លះដោយសេចក្តីប្រឹងប្រែងនេះយើងគិតមើលចំណងនេះយើងចងវាគ្រប់ជាតិកំណើតទាំងអស់ហើយហ្នឹងហើយឥឡូវនេះយើងត្រូវស្រាយដោយខ្លួនឯងហើយតើតើមានបញ្ញាបានអាចចេះស្រាយបានទៀតស្រាយពីកាមវិតកៈមកនេកមៈវិតកៈនេះពិបាកស្រាយឯងស្រួលស្រាយញោមចងសិតតែចំណងនឹងចងសម្រាប់មុខទៀតហ្នឹងហើយរហូតដល់ភ្លេចដឹងស្រាយថាម៉េចទៀតជួនកាលហ្នឹងណាចងយូរទៅចង់ភ្លេចចំណងហើយថាខ្លួនឯងចងហើយរហូតដល់យល់ខុសថាសេចក្តីទុកហ្នឹងមកពីគេចងញោមហ្នឹងណាក៏តែធៀបពិតកាមសកលមហិហ្នឹងគឺខ្លួនយើងនឹងអ្នកចងកម្មជាអកុសលនឹងចងដោយខ្លួនយើងហ្នឹងហើយ
ពេលណាដែលយើងដឹងខ្លួនថាយើងអ្នកចងគឺតាំងនៅក្នុងសមាទិដ្ឋិមួយកម្មសកតាសមាទិដ្ឋិនេះទេព្រមទទួលការពិតពីព្រះសម្មាសម្ពុទ្ធហើយព្យាយាមស្រាយណាព្យាយាមស្រាយតិចតិចម្ដងនៃកាមវិតកៈនេះមានកម្លាំងណាស់នៅក្នុងចេតសិកទាំងឡាយ52មានតែលោភៈនឹងឯងទេតែមួយគត់ញោមដែលជាតួសមុត្តតីសមុត្តយៈសច្ចៈហ្នឹងជាហេតុនាំឲ្យកើតទុក្ខញោមណាតែមួយទេប៉ុន្តែមួយនឹងជាឫសគល់ទៅជាតណ្ហាតណ្ហាជាឫសគល់ដោយមានកម្លាំងមានអានុភាពបវលនៅវត្តដាក់នេះឲ្យវិលបានដោយសារតែអវិជ្ជានិងតណ្ហានេះឯងជាមូលវត្តដាក់នេះជាកិលេសវត្តដាក់នឹងឯងឥឡូវយើងព្យាយាមកាត់តិចម្ដងព្យាយាមរៀងស្រាលដែរញោមហ្នឹងស្រាលដែរស្រាលចិត្តពេលណាតែចិត្តនឹងស្រាលកាយហ្នឹងក៏ស្រាលដែរកាយនេះវាអាស្រ័យទៅលើចិត្តនឹងឯងដែរអញ្ចឹងការអប់រំចិត្តនេះដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យតម្លៃមានសារៈសំខាន់សម្រាប់ជីវិតរបស់យើងម្នាក់ត្រង់ដំណើរនៃជីវិតនេះវាអាស្រ័យទៅលើចិត្តនឹងឯងអាស្រ័យទៅលើចិត្តពេលណាដែលចិត្តរបស់យើងបានអប់រំល្អដោយសតិនិងបញ្ញាបានអាចផ្លាស់ប្ដូរការអប់រំចិត្តនឹងជាការផ្លាស់ប្ដូរពីអកុសលមករៀនរស់នៅដូរជាមួយនឹងកុសលអញ្ចឹង10ថ្ងៃនេះផ្លាស់ប្ដូរពីកាមវិតកៈមករស់នៅរបៀបនេកមវិតកៈហ្នឹងហើយជាអ្នកមិនជាប់ជំពាក់ហ្នឹងហើយប៉ុន្តែធ្វើអត់ជាប់ជំពាក់សិនទេខ្ញុំអញ្ចឹងណាតាមពិតហ្នឹងវាជាប់ហ្នឹងហើយក្រុមគ្រួសារកូនចៅហ្នឹងប៉ុន្តែតើតែមានឱកាសចិត្តរបស់ញាតិញោមបានតាំងមាំហើយចឹងងន់ទៅលើព្រះសទ្ធំរបស់អង្គព្រះសម្មាសម្ពុទ្ធរៀនផ្លាស់ប្ដូរតិចម្ដងតើតែមានការចាប់ផ្ដើមចឹងចាប់ផ្ដើមបើអត់មានការចាប់ផ្ដើមទេដឹងថ្ងៃណាដែលចិត្តរបស់យើងនឹងព្រមឲ្យយើងចាប់ផ្ដើមនោះឃើញទេតើតែប្រឹងប្រែងក៏តែអត់សង្កត់ក្នុងការលះបង់រៀនផ្លាស់ប្ដូរពីព្យាបាទវិតកៈមកអព្យាបាទវិតកៈហ្នឹងហើយជាប់ជំពាក់ក្រុមគ្រួសារកូនចៅមិនសិតតែសុខប្រមាណទេយល់ទេហ្នឹងហើយក៏មករស់នៅអព្យាបត្តៈដូចអត់ដឹងថាខ្លួននឹងជាប់ជំពាក់អីមកអាស្រ័យនឹងពាក្យទូមានព្រានប្រដៅរបស់អង្គព្រះសម្មាសម្ពុទ្ធមានឧបនិស្ស័យពោះហើយដែលជាជោមបានដោះនៅពួកកិលេសនេះបានរៀនដោះអំពីហិង្សាវិតកៈមកអវិហិង្សាវិតកៈហ្នឹងហើយ10ថ្ងៃនេះអត់បានបៀតបៀនដោយខ្លួនយើងគឺបង្កើននៅកិលេសហ្នឹងឯងអញ្ចឹងកិលេសនឹងជាមានចិត្តបាបមាននេះមានផៅពងជាអ្នកបៀតបៀនពាក្យថាមានហ្នឹងគឺចិត្តអាក្រក់ហ្នឹងឯងចិត្តមិនល្អចិត្តអកុសលហ្នឹងឯងហើយតែមានហើយបៀតបៀនណាបៀតបៀនតែ
ទាំងខ្លួនយើងទាំងអ្នកដទៃម្ល៉េះហើយបង្កទៅសេចក្តីទុក្ខឥឡូវនេះអវិហិង្សាវិតកៈមិនបានបៀតបៀនហ្នឹងណាទៅញោមញីសង្កត់សង្កិនដុតកម្ដៅនៃកិលេសបាទដោយខ្លួនយើងហើយមានចិត្តស្អាតបរិសុទ្ធសង្គ្រោះខ្លួនយើងបានស្ងប់បានសុខសង្គ្រោះដល់ញាតិទាំងឡាយញាតិទាំងឡាយដល់ច្រើនបានទទួលអនុមោទនាគ្រប់ពេលគ្រប់វេលាថ្ងៃមួយថ្ងៃហ្នឹងនមស្ការរឿយសាយនៅមេត្តាធម៌ហ្នឹងហើយអញ្ចឹងសេចក្តីប្រឹងប្រែងព្យាយាមនេះមិនមែនតែរកនៅសេចក្តីសុខសម្រាប់តែយើងទេពេលណាដែលយើងបាននៅសេចក្តីសុខហើយតែអនុគ្រោះហ្នឹងហើយដល់អ្នកដទៃជាញាតិនឹងច្រើនព្រោះសង្សារវដ្តនេះអត់មានអ្នកណាដែលមិនមែនជាញាតិរបស់យើងទេហ្នឹងណាពុទ្ធលោកសំដែងថានៅក្នុងសង្សារវដ្តនេះអត់មានអ្នកណាផ្សេងក្រៅអំពីញាតិរបស់យើងទេគ្រាន់តែចិត្តហើយនឹងឆ្ងាយគ្រាន់តែយើងអត់បានស្គាល់នឹងឯងហ្នឹងហើយអញ្ចឹងយើងបានសង្គ្រោះដើម្បីអីថាអត់ចង់បន្តនៅពៀនឹងតទៀតអត់ចង់ឈឺតែមានពៀហើយមានការបៀតបៀនឈឺផ្លូវកាយមិនសូវអីអាឈឺផ្លូវចិត្តហ្នឹងហើយនៅក្នុងសង្សារវដ្តនេះច្រើនណាស់ច្រើនជាអនេកបាទមិនចង់មានសេចក្តីទុក្ខមិនចង់មានពួកអកុសលនឹងបន្តធ្វើឲ្យភ្លៀងផ្្លាត់ធ្វើឲ្យជីវិតរបស់យើងនេះអន្តរាយតទៅទៀតទេអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សរសើរថាណាដំណើរនៃនេកមវិតកៈនេះពេលដែលថាគតធ្លាប់កើតជាពោធិសត្វចឹងពេលណាដែលពិចារណាឃើញទោសនៃកាមវិតកៈតែងតែនាំឲ្យបៀតបៀនខ្លួនឯងផងបៀតបៀនអ្នកដទៃផងធ្វើឲ្យមានសេចក្តីទុក្ខដោយខ្លួនឯងផងដល់អ្នកដទៃផងអកុសលនាំឲ្យអន្តរាយដល់ខ្លួនយើងផងដល់អ្នកដទៃផងប៉ុន្តែពេលណាដែលព្រះអង្គទ្រង់បានដោះអំពីកាមវិតកៈជាបាតវិតកៈហិង្សាវិតកៈមកអាស្រ័យនៅក្នុងនេកមវិតកៈជាដើមក៏ធ្វើឲ្យចិត្តរបស់ព្រះអង្គធ្វើឲ្យចិត្តរបស់ព្រះអង្គមានសភាពស្ងប់មានសភាពស្ងប់នឹងដូចជាជោមបានតម្កល់ចិត្តពេលណាដែលមានសតិមានបញ្ញាអោនទៅកាន់អារម្មណ៍មានសភាពស្ងប់ដឹងតែដង្ហើមចូលដង្ហើមចេញដែលដោះអំពីកាមវិតកៈលែងនឹកអំពីរឿងរ៉ាវនៅក្នុងអនាគតនៅក្នុងអតីតៈទៅតាមទ្វារភ្នែកជាចំោះអណ្ដាតកាយមកនឹកនៅក្នុងអារម្មណ៍បច្ចុប្បន្នក៏មានសេចក្តីស្ងប់ជាសុខលែងមានសេចក្តីក្តៅក្រហល់ក្រហាយមិនសូវមានសេចក្តីអន្ទះអន្ទែងទាំងផ្លូវកាយទាំងផ្លូវចិត្តលោះហើយចិត្តរបស់យើងមិនសូវចង្អៀតចង្អល់ព្រះអង្គបញ្ជាក់ថាពេលនោះឯងថាគត់បានបង្អោនទៅរហូតដល់ចិត្តនឹងតាំងនៅក្នុងអារម្មណ៍ដ៏បរិសុទ្ធអស់មួយយប់អស់មួយយប់មកលោះហើយបានសេចក្តីសុខស្ងប់មិនមានសេចក្តីភ័យមិនមានសេចក្តីព្រួយមិនមានសេចក្តីទុក្ខទោមណោះអស់មួយយប់នឹងឯង
ថាគាត់បានតម្កល់ចិត្តនោះថែមមួយថ្ងៃទៀតក៏ផុតចាកអំពីភ័យផុតចាកអំពីសេចក្តីទុក្ខផុតចាកអំពីទោមនស្សចង្អៀតចង្អល់នឹងបានមួយថ្ងៃទៀតថាគាត់ដឹងថាគុណធម៌និងការបង្អោនចិត្តប្រកបដោយសតិនិងបញ្ញាកាន់នៅក្នុងអារម្មណ៍នេះនាំមកសេចក្តីសុខក៏ប្រឹងប្រែងព្យាយាមតម្កល់រក្សាចិត្តនោះបានមួយយប់មួយថ្ងៃបាទពេលនោះតថាគតក៏ផុតចាកអំពីសេចក្តីទុក្ខភ័យខ្វល់ខ្វាយផ្ទះផ្ទែងអស់មួយយប់មួយថ្ងៃថាគតបានទូមានចិត្តដឹងថានេះជាផ្លូវនាំមកនៅសេចក្តីសុខស្ងប់ធ្វើឲ្យជីវិតនេះបរិសុទ្ធក៏មានសេចក្តីប្រឹងប្រែងព្យាយាមប្រព្រឹត្តទៅរឿយបាទក៏ធ្វើឲ្យចិត្តនឹងឯងបាទស្អាតបរិសុទ្ធណាស្អាតបរិសុទ្ធដោយសារតែចិត្តផុតចាកអំពីសេចក្តីទុក្ខអាស្រ័យនឹងចិត្តបរិសុទ្ធហ្នឹងចិត្តដែលមានសេចក្តីទុក្ខអាស្រ័យនឹងចិត្តសៅហ្មងបានព្រះអង្គដឹងផ្លូវបាទដឹងផ្លូវដល់បរិសុទ្ធពេលណាដែលអស់នៅសេចក្តីចង្អៀតចង្អល់អស់នៅសេចក្តីទុក្ខទោមនស្សតាមផ្លូវកាយតាមផ្លូវចិត្តក៏មានសេចក្តីប្រឹងប្រែងព្យាយាមប្រព្រឹត្តទៅទីបំផុតដឹងនៅសភាវៈធម៌ក្នុងដំណើរនៃជីវិតត្រឹមតែរូបបរមត្តនាមបរមត្តកើតហើយក៏រលត់ទៅវិញជាធម្មតាការកើតការរលត់របស់រូបនាមនោះព្រោះតែការរលត់នៅហេតុបច្ច័យឃើញជាក់ច្បាស់នៅក្នុងដំណើរនៃបរមត្តធម៌ឧបតថេតិភង្គៈកើតប្រែប្រួលបែកធ្លាយទៅវិញជាធម្មតាមិនមានទីបំផុតព្រះអង្គលះបង់ចោលនៅសង្ខារធម៌នោះដោយមិនមានអាល័យរហូតបានត្រាស់ដឹងនៅក្នុងសច្ចធម៌ឃើញច្បាស់អំពីសេចក្តីទុក្ខនេះឥតមានអីក្រៅអំពីរូបចិត្តចេតសិកហើយហេតុនាំឲ្យកើតទុក្ខអត់មានអ្វីក្រៅអំពីតណ្ហាជាសមុទ័យដែលជាហេតុនាំឲ្យកើតទុក្ខពេលណាដែលព្រះអង្គលះបង់នៅតណ្ហកិយោសពទុក្ខចនិទេអស់ភ្លាមឃើញជាក់ច្បាស់នៅព្រះនិព្វានដោយមានដំណើរនៃការប្រព្រឹត្តទៅក្នុងវិថីចិត្តស្អាតបរិសុទ្ធក្នុងសិលសមាធិបញ្ញាហ្នឹងនេះដំណើររបស់ញាតិញោមដែលបានចម្រើនបានបដិបត្តិហ្នឹងមានដំណើរប៉ុន្តែដំណើរនេះក៏មិនទាន់ល្អអត់ខ្ចោះយ៉ាងណាប៉ុន្តែមានសេចក្តីព្យាយាមហ្នឹងព្យាយាមឲ្យមានទីតហ្នឹងហើយទីតដើម្បីអីប្រមូលពូជនឹងទុកខ្ញុំយ៉ាងណាប្រមូលពូជនឹងទុកយកទៅបដោះតទៅទៀតយកបដោះតទៅទៀតព្រោះពូជនៃសទ្ធាពីជាងដែលព្រះពុទ្ធព្រះអង្គទ្រង់ប្រទានឲ្យនេះជាទីដោះនៅអរិយទ្រព្យបងដោះនៅអរិយទ្រព្យដើម្បីបានជាបច្ច័យរួចចាកនៅសេចក្តីទុក្ខតន់សាសនានៃព្រះសម្មាសម្ពុទ្ធតាំងនៅនឹងឯងតាំងនៅហ្នឹងហើយអញ្ចឹងយើងគិតមើលថាការអប់រំចិត្តដុសខាត់ចិត្តជំរះចិត្តនេះពិបាកអីស្រួលញោមបាក់ណាអញ្ចឹងហ៎បើសម្លៀកបំពាក់អីនឹងឯងវាជាប់ប្រឡាក់នេះប្រឡាក់នោះដោះនឹងសាប៊ូដោះនឹងនេះដោះនឹងនោះវាឆាប់ជ្រះប៉ុន្តែដោះចិត្តនេះញាតិញោមដោះក
9 ngày ấy nơi tụ lại nhom này nâng ngày chia hẳn này phải lạ nô chia hẳn này đôi cua ở nơi nào vậy như vậy đó nâng toàn nơi miền sạch tệ miền bản nha toàn miền bật hoa rồi bao bà ông chia rút của môn chiều bài miền Presma Samput chia cru miền bật hoa để bà ông rộp sầm rạp chiều bạn đi say đòi dương trực ọc nia ban ác nó cru phong vậy chứ nâng nơi tại dương mình toán bạn đọc sầm át này kì lệ này ở bàn xa pro hạt ấy pro dương vật hạt đọc đầy ẩm pi kì lệ sầm mía cứ ria kẹ tô sạc mô hạ để tay để chọc tại đói cam vì tất cả chia bát vì tất cả hăng xa vì tất cả này chẳng đòi ở sài nữ sẽ tích bàn nhà rồi bao trường nó ở toán miên cầm lăng nè ở toàn miền cầm lăng ở toàn nặc ở toàn phân bật sọc nè ở toàn phân bật sọc đời xa tây dương nâng phẩm ra nơi cái lệ sầm mía nâng về trơn anh này cái chiết về trơn anh này cái chiết về mà là hai chế tệ lồng lụa nơi chở môi nâng mía chất ba sman thọ ọt ấy nhau nhàng ấy sman thọ ọt ấy phần trái tri bầm phật mía này ọt đây ở dưỡng bàn sọc ấy nhau nhàng bàn sọc ấy nâng miền chiết hai phần sal tốc nơi cheri hai chiết thị hai chết tơ tiệt ai nhau nhàng mò rần nạ dân rụp riêng cai ní chia là bó ấy là bó chán bột lúc hai chia là bó chán nhôm bài chật sập nắm tâm slap hơi bị chật sập nắm nó là bó chán là bó chán này rụp riêng cai rồi cái đợt tầm hỏi nhôm nhôm ấy lúc tha là bó chán hơi bốc hơi tiết như vậy bốc hơi tiết nghi bay bốc hơi hay lục priệp tha chắp bạch bằng priệp bay đô chỉ tức sần sơm chọp sලકឈើស្លឹកស្មៅពេលរាត្រីហើយត្រូវពន្លឺព្រះអាទិត្យរះមកវិញក៏ត្រូវអស់មួយរំពេចស្ងួតទៅមួយរំពេចខ្លីហើយតិចទៀតបាទហើយអត់មានទីពឹងដ៏ប្រសើរអត់មានខ្លឹមទេព្រោះជាសម្បុកបាទសម្បុកនៃរោគញោមសម័យមើលសម្បុកកទាសម្បុកអីហ្នឹងញោមយ៉ាងណាទៅសោះនៅក្នុងហ្នឹងអញ្ចឹងសម្បុកនៃរោគអីក៏មានដែរនៅក្នុងរូបរាងកាយនេះរហូតដល់ញាតិញោមខ្លះអត់ហ៊ានឲ្យពេទ្យមើលខ្លាចពេទ្យទៅថារោគច្រើនពេកហ្នឹងហើយជាសម្បុកទៀតសម្បុករោគមិនត្រឹមតែសម្បុកទេលោកថាសៅម៉ងទៀតចឹងសៅម៉ងហើយប្រព្រឹត្តទៅដោយចង្អៀតចង្អល់ហ្នឹងណាចង្អៀតទៅចង្អល់នៅជាមួយនឹងកាយដែលពុកផុយនឹងចង្អៀតចង្អល់ហ្នឹងហើយចង្អៀតចង្អល់មួយថ្ងៃទៅមួយថ្ងៃនឹងភ័យព្រួយបារម្ភឈឺមួយនឹងមិនតាន់ជាផងឥឡូវមួយទៀតហើយហ្នឹងណាបន្ថែមតគ្រប់ទាំងអស់ព្រះអង្គប្រាប់ឧបាយនេះដើម្បីអីថាធ្វើឲ្យយើងនឹងឯងភ័យនៅក្នុងវត្តដាក់ដែលទៅបន្តទៀតនោះបងអញ្ចឹងតើតែមានឧបាយណាមានឧបាយដើម្បីដោះចេញស្រាយចំណងពីវត្តដាក់នេះគឺជាបុគ្គលជាអ្នកមានសិលស្អាតបរិសុទ្ធតាំងមាំហើយនៅក្នុងសិលបើសុសមាហិតោបុគ្គលតម្កល់ចិត្តនឹងល្អត្រូវ
បញ្ញវាគឺត្រូវមានបញ្ញាហ្នឹងជាគ្រឿងរក្សារក្សាឲ្យបានតាន់ពេលវេលាដើម្បីនឹងកាត់ផ្ដាច់នៅឫសគល់នៅមាចិត្តបាបនេះមានរាគៈទោសៈមោហៈកាត់ផ្ដាច់នៅតណ្ហានេះដូចជាឫសគល់ដូចជាវល្លិអញ្ចឹងញោមវល្លិអញ្ចឹងវល្លិញោមគិតមើលវល្លិយើងកាត់ផ្លិចកាត់រុំដើមនេះរុំដើមនោះហើយវល្លិហ្នឹងវាដុះរហូតបងអញ្ចឹងហ៎តណ្ហាហ្នឹងវាដុះរហូតវាបែកមែករហូតបើជាតិនេះយើងមានព្រះសទ្ធំយើងអត់បានកាត់ទេតែអាចជាតិក្រោយនឹងឯងយើងសង្ឃឹមតែអស់ហើយលូតអត់ដើមអញ្ចឹងហ៎នេះមានវល្លិមានអីដែលតោងដើមឈើដើមអីបើផ្លិចខ្លួនតែមួយអាទិត្យលូតវែងទៀតប៉ុន្តែនៅក្នុងសង្សារវដ្តនេះមិនមែនមួយអាទិត្យទេខ្ញុំចឹងច្រើនណាស់ម្ល៉េះហើយតែផ្លិចខ្លួននឹងឯងវល់គឺតណ្ហានេះដុះពាត់កាន់តែជ្រៅកាន់តែវែងឬក៏ដោយលោកតែងថាដូចជាស្មៅដុកក្រាស់ស្មៅក្រាស់ឡោះឲ្យដុះមិនមានទីបំផុតទេដោយបានយើងយល់ទៅតាមពធរបស់ព្រះសម្មាសម្ពុទ្ធមានស្មារតីប្រុងប្រយ័ត្នក្នុងការកាត់ក្នុងការកាត់តិចម្ដងខ្ញុំកាត់ហ្នឹងណាបានកាត់10ថ្ងៃហើយខ្ញុំប្រហែលតែ2-3ថ្ងៃអង្គុយលេងកើតដែរហ្នឹងហើយនឹងឆាប់ដុះឆាប់ដុះព្រោះវាមានឫសគល់អាស្រ័យនៅក្នុងចិត្តនឹងឯងហើយចឹងហើយបានការកាត់ផ្ដាច់នៅកាមឆន្ទៈនេះព្រះសម្មាសម្ពុទ្ធឲ្យឧបាយក្នុងការកាត់ទី1ត្រូវតែកាន់យកនៅអសុភៈអសុភៈនិមិត្តណាបងណាចំពោះរូបដោយសម្លេងដោយក្លិនដោយរសដោយផតពៈអីក៏ដោយដើម្បីកាន់យកនៅអសុភៈដែលមិនឲ្យចិត្តនឹងឯងត្រេកត្រអាលជាប់ចម្ពាក់ដោយអំណាចនៃលោភៈពេកបាទណាហ្នឹងហើយដើម្បីបដូរអារម្មណ៍ពីការជាប់ចម្ពាក់ត្រេកត្រអរជាមួយនឹងរូបសម្លេងក្លិនរសផតពៈមកធ្វើទុកនៅក្នុងចិត្តនៅអសុភៈព្រោះរបស់នឹងឯងវាមានការកើតហើយប្រែប្រួលឧបាយទាំងអស់នេះដើម្បីទប់កាយទប់ចិត្តពេលណាដែលពាល់ទៅក្នុងអារម្មណ៍នឹងឯងហ្នឹងហើយចឹងក៏រៀនដោះតិចម្ដងដោយអសុភៈកុំឲ្យចិត្តនោះវាស្ទុះកាន់នៅក្នុងសុភនិមិត្តពេកដែលជាទីចម្រើននៅក្នុងកាមឆន្ទៈឬក៏កាមគុណនឹងឯងហ្នឹងហើយអញ្ចឹងរូបសម្លេងក្លិនរសផតពៈនេះរូបណាដែលគួរមើលសម្លេងណាដែលគួរស្ដាប់ពេលណាដែលយើងមានស្មារតីឃើញទោសនៃសុភនិមិត្តសេចក្តីស្រឡាញ់ពេញចិត្តនេះហើយធ្វើឲ្យចិត្តរបស់យើងហ្នឹងមិនសូវស្ទុះកាន់យកនៅក្នុងអារម្មណ៍នឹងពេកបាទដោយមានសតិមានបញ្ញាក្នុងការតម្កល់នៅអសុភៈរូបរាងកាយរបស់យើងនឹងឯងដូចជាក្នុងអសុភដូចជាក្នុងអាការៈត្រឹមតែសក់រោមកញ្ចក់ធ្មេញស្បែកសាច់សរសៃឆ្អឹងខួរក្នុងឆ្អឹងជាដើមឲ្យឃើញត្រឹមតែជាចំណែកបែងដើម្បីកុំឲ្យជាប់ជំពាក់នៅនិមិត្តនឹងអនុជញ្ជនៈព្រមលោភៈនឹងវាជាប់តែនិមិត្តនឹងអនុជញ្ជនៈដែលតែជាប់ហើយ
វាសម្លឹងកាន់យកនៅក្នុងអភិជាហ្នឹងបើរំពីកាន់យកស្ទុកទៅកាន់យកហើយប្រមូលមកហើយបាទប្រមូលមកហើយរឿងរ៉ាវដ៏ច្រើនដោយសារតែអភិជានឹងឯងកាន់យកនៅសុភនិមិត្តនឹងឯងអញ្ចឹងព្រះអង្គឲ្យផ្ទេរអារម្មណ៍ពេលណាដែលមានសតិមានបញ្ញាឃើញទោសនៅក្នុងកាមនឹងឯងហើយធ្វើឲ្យចិត្តរបស់យើងនឹងមិនសូវរីករាយជាមួយនឹងសុភនិមិត្តកាន់យកអសុភនិមិត្តកាន់យកធ្វើឲ្យញាតិញោមឆាប់សង្វេគញោមឆាប់សង្វេគហ្នឹងហើយមានបញ្ញាត្រេះរិះពិចារណាឆាប់សង្វេគហ្នឹងហើយកាន់យកមែនប៉ុន្តែអត់សូវធ្ងន់ទេដោយមានសេចក្តីសង្វេគដែលប្រព្រឹត្តទៅដោយមានសតិរលឹកតាន់ដឹងតាន់ទី2ព្រះអង្គឲ្យកាន់យកនៅអសុភភាវនាអសុភភាវនាហ្នឹងចេះតែចម្រើនកាន់យកនៅក្នុងអារម្មណ៍ទាំងអស់នឹងឲ្យរឿយបើទោះបីជារបស់ដែលស្អាតមើលទៅមិនឲ្យឃើញស្អាតទៅហ្នឹងណាកាន់យកនៅក្នុងអារម្មណ៍ធ្វើទុកនៅក្នុងចិត្តវាថាអសុភភាវនានេះក៏ធ្វើទុកក្នុងចិត្តទោះបីជាឃើញយ៉ាងម៉េចក៏ដោយក៏ធ្វើនៅក្នុងចិត្តថាត្រឹមតែសក់ត្រឹមតែរោមត្រឹមតែកញ្ចក់ថ្មិញស្បែកសាច់សរសៃរូបរាងកាយនេះឯងបើបកស្បែកចេញទៅញាតិញោមមានណាចង់បានទេយ៉ាងហ្នឹងហើយមានណាចង់បានទេបើហ្នឹងហើយក៏ពេលណាដែលវិញ្ញាណចាកចោលរូបទៅនេះកាលណាហើយក៏ដុកស្ដឹងទៅអ្នកណាក៏ដោយទោះបីស្រឡាញ់ប៉ុណ្ណាក៏ដោយក៏អត់ហ៊ានទុកលើផ្ទះសម្បែងបានច្រើនដែរច្រើនណា7ថ្ងៃយោះខ្ញុំយ៉ាងហ្នឹងជូនហើយហ្នឹងហើយម៉ែជូននៅផ្ទះថ្មីយ៉ាងហ្នឹងហើយជូននៅផ្ទះថ្មីគឺមិនផ្ទះនេះផ្ទះខ្ញុំវិញហើយយ៉ាងផ្ទះម៉ែឯងផ្ទះថ្មីហើយទៅបានទៅហើយយ៉ាងម៉េចអត់ឲ្យមកវិញទៀតណាញោមលោកអាចារ្យគិតគូផងយ៉ាងបោះភុំចេះយោះអីសក់គ្រប់បែបយ៉ាងអូហ្នឹងហើយស្រឡាញ់តែនៅរស់ទេញោមស្លាប់ទៅគេដុតទៅកប់ក៏កប់ទៅអញ្ចឹងធ្វើទុកនៅក្នុងចិត្តដើម្បីឲ្យមានសេចក្តីសង្វេគហ្នឹងព្រោះកិលេសនៃកាមនេះយត់ញោមគ្មានសេចក្តីទុកឯណាស្មើនឹងកាមពេលណាដែលស្រឡាញ់ជាប់ចិត្តប៉ុន្មានក៏ឈឺចិត្តប៉ុណ្ណឹងដែរខ្ញុំចឹងក្រៅអំពីការជាប់ទៅដោយកាមនេះអត់សូវឈឺចិត្តទេខ្ញុំមកមិនដឹងទេញោមណោះញោមធ្លាប់មានដំណើរនៃជីវិតអាស្រ័យនៅភេទជាក្រហៀវាសនឹងច្រើនបាទជាប់ប៉ុន្មានឈឺចិត្តប៉ុណ្ណឹងបាទចឹងបានពុទ្ធមានមហាករណាអាណិតសោឲ្យញាតិញោមនឹងចេះដោះបន្តិចដងឲ្យមានទីពឹងបើមិនចឹងទេអាដែលដំណើរនៃជីវិតនេះអត់ខុសពីប៉ុណ្ណឹងទេអាដែលពេលណាដែលយើងយល់អំពីពធបានថាចម្រើនបប្រតិបត្តិនៅធម៌នេះកំពុងតែឲ្យតម្លៃគុណធម៌ដោយខ្លួនយើងនឹងឯងបាទហ្នឹងហើយដល់តែយើងមានហើយសង្គ្រោះដល់អ្នកដទៃជារឿងធម្មតាទេធ្វើទុកក្នុងចិត្តរឿយខ្ញុំហ្នឹងអញ្ចឹងបានពួកភិក្ខុសង្ឃទាំងឡាយលោកឲ្យចូលចិត្តចម្រើននៅកាយកតានសតិអសុខនឹងឯងបាទហ្នឹងហើយដោយសម័យព្រះអីអញ្ញត្តរភិក្ខុដែលលោកជាប់ចម្ពាក់រូបរបស់នាងសរិមាអីនេះញាតិញោមហ្នឹងហើយស្អាតពេកទៅបិណ្ឌបាតជាប់រូបរបស់នាងត្រឡប់មកវិញអត់ឆាន់បាយមួយអាទិត្យណាញោមភិក្ខុបាយផ្អូមណាញោមយ៉ាងមើលណារហូតដល់បាយនឹងដុះផ្សិតមកនាងឈឺផងស្អាតប៉ុណ្ណឹងដល់7ថ្ងៃនាងស្លាប់ទៅដោយសារប្អូនស្រីរបស់កុមារជីវៈដែលជាពេទ្យរបស់ព្រះសម្មាសម្ពុទ្ធផងនោះឲ្យដាក់នៅកន្លែងបណ្ដុលអាសនៈនឹងដើម្បី
គ្រប់7ថ្ងៃនាំភិក្ខុនេះមានឧបនិស្ស័យដឹងថាភិក្ខុនឹងឯងជាប់រូបហើយកើតខណ្ឌលឿងឆាន់អត់កើតសឹងអត់កើតជាប់ស្អាតណាស់រហូតខ្ញុំដល់7ថ្ងៃព្រះអង្គនាំទៅឲ្យគេដេញថ្លៃពីព្រោះនាងស្អាតណាស់សរិមានេះមិនដែលឃើញទេបើតែកពីថាអញ្ចឹងខ្ញុំហ្នឹងហ្នឹងហើយស្អាតណាស់ហើយមានតែពួកសេដ្ឋីនឹងរាជបុត្ររបស់ស្ដេចទេបានអាចទៅសម្ញានជាមួយនាងនឹងបានក្នុងម្ដងទៅសម្ញានម្ដងប្រមាណ1000កហបណៈយល់ស្មើនឹង60តលឹងយ៉ាងណា60តលឹងអើយច្រើនណាស់ខ្ញុំ60តលឹងច្រើនណាស់បាទយើងសរិមានេះហើយដល់ទៅពេលស្លាប់ទៅព្រះសម្មាសម្ពុទ្ធទុកជាឧបាយសម្រាប់ដេញថ្លៃយ៉ាងណាគិតថាអូអ្នកដាស់យកនាងទៅសម្រានមកជប់អីទៅ1000កហបណៈឥឡូវនេះបើអ្នកណាហ៊ានឲ្យ1000ឲ្យទៅត្មងហ្នឹងណាហើយគ្មានណាយកហ្នឹងណាមកចុះមក500មានណាដេញថ្លៃចង់បានសាកសពណាអត់មានណាយកទេរហូតដល់10កហបណៈក៏អត់មានណាយក1កហបណៈក៏អត់មានណាយកចូល7ថ្ងៃហើមប៉ោងរុយរោមអ៊ូអស់ហើយហ្នឹងឥឡូវសុកចិត្តឲ្យទៅទេអូអត់យកទេខ្ញុំនេះធ្វើឲ្យពួកភិក្ខុដែលលោកជាប់ចម្ពាក់នឹងលោកឃើញនៅអសុខដកចិត្តមកវិញខ្ញុំចឹងហ៎ដកចិត្តអំពីកាមនឹងមកវិញកាមវិតកៈហ្នឹងបើមនេកមៈមានចិត្តទៅស្ងប់នៅក្នុងអារម្មណ៍ដោយឧបាយនៃព្រះសម្មាសម្ពុទ្ធទីបំផុតបានអសុបសញ្ញាកើតនៅក្នុងអបណាចេញពីអបណានៅក្នុងអារម្មណ៍មโนបនិច្ឆានចូលទៅក្នុងវិបស្សនាកើតហើយក៏រលត់ទៅវិញទីបំផុតលោកបានសម្រេចរហូតដល់ព្រះអរហន្តហ្នឹងហើយអញ្ចឹងពធរបស់ព្រះសម្មាសម្ពុទ្ធពីសម័យក្នុងឥឡូវហ្នឹងក៏តាំងនៅសម្រាប់យើងអ្នកចម្រើនបប្រតិបត្តិហ្នឹងហើយអញ្ចឹងដើម្បីជាឧបាយសម្រាប់ដោះចិត្តរបស់យើងខ្ញុំណាដោះចិត្តតិចបន្តិចទៅជាពិសេសនៅក្នុងរូបរាងកាយរបស់យើងទី2ទី3ដើម្បីដោះលោកឲ្យសង្រួមនៅក្នុងឥន្ទ្រីបើឥន្ទ្រីនៃតិចចំោះអណ្ដាតកាយចិត្តនឹងឯងពេលណាដែលនៃឃើញរូបតិចឬសំឡេងកុំឲ្យជាប់ពេកដោយមានសតិបញ្ញាដោយប្រុងប្រយ័ត្នគឺសតិហ្នឹងមានអត្ថថាប្រុងប្រយ័ត្នបើអត់ប្រុងទេជាប់ញោមចឹងហ៎ហ្នឹងហើយតែជាប់ហើយមួយគណៈចិត្តដែលឃើញរូបទាំងស្រឡាញ់ទាំងស្អប់ស្រឡាញ់ស្អប់នេះអត់មានដែលឲ្យសុខដល់អ្នកណាទេញាតិញោមគឺជាតួនៃសេចក្តីទុកនឹងឯងលឺយ៉ាងដែរញាតិញោមបើមានសតិមានបញ្ញាសង្រួមនៅក្នុងភ្នែកតិចចំោះអណ្ដាតកាយជាមួយនឹងរូបសម្លេងក្លិនរសផុតពៈមានសតិរលឹកតនញាណដឹងតនរូបណាគួរមើលចាំមើលបើមើលឲ្យកើតនៅរាគៈទោសៈមិនមើលល្អជាងខ្ញុំចឹងហ៎ប៉ុន្តែកិលេសហ្នឹងវាមិនមែនសុខចិត្តថាអញ្ចឹងណាពុទ្ធិកាអញ្ចឹងហើយប៉ុន្តែអាណាដែលនេះខំប្រឹងមើលខ្លាំងពេកចឹងហ៎ក៏ណាស្អប់ផងមើលឲ្យភ្នែកធំទៀតខ្ញុំចឹងហ៎ហ្នឹងហើយចង់មើលហ្នឹងឲ្យសន្លក់ឲ្យអស់ចិត្តនឹងទៀតចិត្តហ្នឹងអត់បានទេសំឡេងនេះចឹងដែរព្រោះគេមិនចង់ប្រាប់អីហ្នឹងអូចិត្តអាក្រក់ប្រាប់ប៉ុណ្ណឹងបានផងចឹងហ៎ដល់គេប្រាប់ទៅកើតទុកយមហ៊ីតែប៉ុណ្ណឹងឯងបាទយ៉ាងប្រកបដោយសតិដោយបញ្ញានៅក្នុងរក្សានៅឥន្ទ្រីដើម្បីអីអភិរមនៅចិត្តរបស់យើងនេះឯងឲ្យមានកម្លាំងនៃគុណធម៌ជាទីដោះនៅសតិហ្នឹងបញ្ញាក្នុងការរងាប់នៅកាមវិតកៈញ៉ាំងនៅនេកមវិតកៈនេះឲ្យមានកម្លាំងស្ទុះចេញចាស់អំពីកាមឆន្ទៈនឹងបានទី3ទី4ត្រូវសេពគប់រកនៅកល្យាណមិត្ត
ហ្នឹងហើយកល្យាណមិត្តដែលជាទីរាប់អាននៅក្នុងព្រះសាសនានេះលោកយល់ទាំងបរិយ័តបដិបត្តិចឹងសម័យព្រះអ្នកណាចង់មានបញ្ញាទៅអាស្រ័យជាមួយនឹងព្រះសិរីបុត្រទៅអ្នកណាមានឫទ្ធិអាស្រ័យជាមួយព្រះមោគលានទៅអ្នកណាចង់បប្រតិបត្តិទុដងអាស្រ័យជាមួយនឹងព្រះកស្សបៈទៅអ្នកណាមានចង់ប្រាថ្នាឈាននឹងអត់ចេះដាច់អាស្រ័យជាមួយព្រះរេវតៈទៅអ្នកណាមានចង់ប្រាថ្នាញៀនទឹកទាំងបិទភ្នែកបើកភ្នែកឃើញជាមួយនឹងព្រះអនុរុទ្ធទៅណាចង់បានជាអេតកៈខាងពីបកាយចាំធរស្ដាប់ធរអាស្រ័យជាមួយនឹងព្រះអនន្តទៅនឹងសេពគប់ជាមួយនឹងកល្យាណមិត្តហ្នឹងហើយកល្យាណមិត្តណាយើងមានកល្យាណមិត្តញោមមានគ្រូមានសប្រមចារីដឹងថាអូណាបកាយចម្រើនអាណាបានស្ទេចង់សម្រេចដែរតទៅសាក់សួរគាត់ដែរមានចិត្តស្ងប់នឹងឯងណាបកាយចម្រើនកាយកតាសតិតតែកល្យាណមិត្តដែលធ្លាប់ចម្រើននឹងប្រាជ្ញណាធ្លាប់ចម្រើននៅវិបស្សនានៅក្នុងធាតុកម្មដ្ឋានតតែអាស្រ័យនឹងឯងចឹងណាជាកល្យាណមិត្តដ៏ល្អរឿយនឹងជាទីអាស្រ័យហ្នឹងហើយទីម៉ានហ្នឹងទី4ហើយចឹងហ៎ទី5ភោជនេមត្តញ្ញតាការប្រើប្រាស់នៅបច្ច័យ4មានអាហារបរិភោគជាដើមហ្នឹងហើយស្គាល់ប្រមាណយុទ្ធយមធ្វើឲ្យពុទ្ធលោករៀបចំនឹងដើម្បីអីដើម្បីឲ្យអរិយាបថដែលប្រព្រឹត្តទៅស្រួលញោមស្រួលហ្នឹងហើយស្រកគីឡូញោម9ថ្ងៃស្រកគីឡូបានប៉ុន្មានតិចឡើងទៀតហ្នឹងហើយធូរដៃធូរជើងចឹងហ៎មិនសូវឡើងគីឡូទេញោមខ្លះកាលពីវគ្គ7ថ្ងៃគាត់ថាអីមកលឺអ្នកខ្លះស្រកគីឡូឯងនេះឡើងគីឡូក៏បានកើតធေါ်ក៏បានឡើងគីឡូដែរញោមចឹងហ្នឹងហើយអញ្ចឹងភោជនេមត្តញ្ញតាស្គាល់ប្រមាណយត្តយងគ្រាន់តែរក្សាប្រមាណក្នុងការប្រព្រឹត្តទៅក្នុងការប្រើប្រាស់នៅចៃវរៈសម្លៀកបំពាក់នេះឯងហ្នឹងហើយមិនសូវជាប់ចម្ពាក់ទេអូ10ថ្ងៃនេះពណ៌សទាំងអស់ខ្ញុំចឹងតែទៅកត់វិញអត់សុកដែរដាក់ពណ៌នេះពណ៌នោះខ្លះនឹងដែរខ្ញុំចឹងជានឹកពណ៌នឹងដែរអាហារភោជនស្គាល់ប្រមាណដូចជាមិនសូវខ្វល់ខ្វាយអីប្រមាណចឹងហ្នឹងទីសនាសនៈអីហ្នឹងល្មមសំគួរកលានភិទ្ធៈហ្នឹងឯងអូបអាស្រ័យគ្រាន់តែញ៉ាំងអត្តភាពនេះឲ្យប្រព្រឹត្តទៅបាត់នៅសេចក្តីទុក្ខលំបាកវេទនារសាអរិយាបថជាសុខងាយស្រួលក្នុងការចម្រើនអប់រំបប្រតិបត្តិព្រោះការស្គាល់ប្រមាណនេះដើម្បីអីជាកិរិយានយោគៈងាយស្រួលក្នុងការចម្រើនបប្រតិបត្តិញោមចឹងចម្រើនបប្រតិបត្តិបលឹមឡើងបើដាក់ស្រួលទេងោកលើញោមចឹងហ្នឹងហើយបអីនេះអញ្ចឹងពុទ្ធលោករៀបចំនឹងដើម្បីឲ្យយើងទាំងអស់គ្នានឹងយកទៅប្រើប្រាស់អាស្រ័យនឹងសម្រាប់គុណធម៌ហើយទី6ត្រូវអាស្រ័យនៅសេចក្តីសប្បាយក្នុងព្រះធម៌នឹងឯងបងណាដោយសបាយៈសម្បញ្ញៈបុគ្គលដែលមានសតិនិងសម្បញ្ញៈញ៉ាំងដំណើរនៃជីវិតឲ្យសបាយជាមួយនឹងអីជាមួយនឹងគុណធម៌នៃពាក្យទូមានព្រានប្រដៅរបស់អង្គព្រះសម្មាសម្ពុទ្ធសបាយពេលណាដែលញាតិញោមបានសិក្សានៅព្រះបរិយត្តិធម៌បានស្ដាប់យល់ពាក្យគិតពិចារណាបានយល់ញ៉ាំងចិត្តរបស់យើងឲ្យសបាយហើយបង្អោនចង់បដិបត្តិនៅក្នុងព្រមចរិយធម៌នេះឲ្យបានរួចចាក់ទុកបានញាតិញោមអាស្រ័យនៅធម៌ទាំង6នេះរឿយញោមមកចម្រើនវគ្គក្រោយទៀតធូរមែនតើណាខ្ញុំចឹងធូរខ្សុយអាហ្នឹងអញ្ចឹងតតែមានឧបាយញាតិញោមមានឧបាយដើម្បីលះ
ដើម្បីចម្រើនយើងគ្រាន់តែចម្រើនប៉ុន្តែយើងអត់លះទេមិនងាយទេញោមចឹងហ៎ណាត្រូវមាន2បហានតបកិច្ចកិច្ចក្នុងការលះភាវនាតបកិច្ចកិច្ចក្នុងការចម្រើនបើខំតែចម្រើនអត់លះទេអូងាយទៅទេតើតើមានកិច្ចទាំងពីរនេះឯងហ្នឹងហើយអញ្ចឹងជាឧបាយមួយសម្រាប់ញាតិញោមអាស្រ័យនឹងកិច្ចប្រតិបត្តិនេះឲ្យបានខ្ជាប់ខ្ជួនក្នុងការអប់រំចិត្តហ្នឹងហើយយើងកុំគិតថាអូអីទេចាំជាតិក្រោយចាំបន្ថែមអត់បានទេខ្ញុំអញ្ចឹងហ៎ដឹងមកទៀតផ្លត់សតិអីទៅហ្នឹងហើយញោមទៅកើតជាសត្វនេះសត្វនោះអីញាតិញោមដូចកើតជាឆ្មាជាអីញោមមើលងាយមកមនុស្សវិញណាព្រោះឆ្មាអីមិនមែនឆ្មាកាន់សិលទេញោមអញ្ចឹងហ៎វាស៊ីសត្វនេះសម្លាប់សត្វនេះមួយថ្ងៃមិនដឹងសម្លាប់ប្រមាណអញ្ចឹងហ៎ហើយមិនអាចនឹងមកជាមនុស្សអីបានភ្លាមទេញាតិញោមងាយទេអញ្ចឹងហើយក៏មិនប្រកាសថាបានជួបនឹងសាសនានៃព្រះសម្មាសម្ពុទ្ធនោះទៀតហ្នឹងហើយមិនងាយនឹងសមាទិដ្ឋិជាទិដ្ឋិសម្បត្តិនេះថែមទៀតអញ្ចឹងប្រឹងឲ្យហើយទៅញាតិញោមហ្នឹងណាកុំទោះបីជាញាតិញោមគិតថាជួបព្រះសអាមេត្រីក៏ព្រះសអាមេត្រីឲ្យរៀននឹងដែរឲ្យសិលសមាធិនិងបញ្ញាមិនមែនទៅកើតទៅជួបលោកសម្រាប់ព្រះអរហន្តភ្លាមទេអត់ទេត្រូវតែសន្សំនៅឧបនិស្ស័យនឹងដូចទៅគ្នានឹងឯងឥឡូវជួបហើយយើងចម្រើនទៅនឹងបានសម្រេចហើយព្រោះសាសនានៃព្រះសម្មាសម្ពុទ្ធពាក់កណ្ដាលសាសនានេះនៅមានអីនៅមានសោតាសកតាអនាគាដែរយ៉ាងហ៎ហ្នឹងនៅសល់ប៉ុណ្ណឹងដែរសម្រាប់ទីពឹងទីរលឹករបស់យើងនៅក្នុងការជួបនៅសាសនានៃព្រះសម្មាសម្ពុទ្ធ